ចឹងថ្នាំនេះការពារកុំឲ្យកើតជំងឺគ្រុនឈាមផងជួយព្យាបាលជំងឺគ្រុនឈាមផងចាសិនបើបងប្អូនមានអាការៈក្តៅខ្លួនខ្លាំងប្រើជាមួយថ្នាំពេទ្យហើយនៅតែអត់បញ្ចុះក្តៅយើងមានអាការៈសធំចង់តដេកចឹងបងប្អូនចាល្ងុយតដេកបងប្អូនមានការសង្ស័យខ្លាចកើតជំងឺគ្រុនឈាមឬមួយក៏បងប្អូនទៅជួសឈាមមើលហើយឃើញថាកើតមានជំងឺគ្រុនឈាមខ្ញុំចែករំលែកចាឱសថបុរាណខ្មែរមួយទោះបីយើងទៅព្យាបាលនៅពេទ្យក៏ដោយបងប្អូនប្រើមួយថ្នាំពេទ្យក៏ដោយយើងហូបថ្នាំពេទ្យផងយើងហូបជាមួយថ្នាំខ្មែរផងវាអត់ប្រឆាំងមួយគ្នាទេឲ្យតែយើងហូបខុសម៉ោងគ្នាបងប្អូនណាចាអញ្ចឹងថ្នាំនេះការពារកុំឲ្យកើតជំងឺគ្រុនឈាមផងជួយព្យាបាលជំងឺគ្រុនឈាមផងចាអញ្ចឹងថ្នាំនេះខ្ញុំបានមកពីបងស្រីម្នាក់ដែលគាត់ព្យាបាលទៅលើកូនគាត់គាត់ក៏ចែករំលែកដល់បងប្អូនជាច្រើនបើសិនជាមានអាការៈបែបហ្នឹងគាត់ប្រាប់ថាឲ្យយកវិធីដែលគាត់ព្យាបាលឲ្យកូនគាត់ជាហ្នឹងយកទៅធ្វើទៅងាយស្រួលបងប្អូនណាអញ្ចឹងបងប្អូនដឹងស្រាប់ហើយជំងឺគ្រុនឈាមនេះមិនចំពោះតែកូនក្មេងទេចាសូម្បីតែមនុស្សចាស់ក៏កើតដែរអញ្ចឹងខែនេះគឺខែរដូវកាលភ្លៀងធ្លាក់ទៀតមូសវាកាន់តែមានច្រើនមែនតើចាការពារទាំងអស់គ្នាបងប្អូនណាសុខសុវត្ថិភាពទាំងអស់គ្នាអញ្ចឹងបើសិនជាបងប្អូនកើតមានហើយខ្ញុំចែករំលែកថ្នាំខ្មែរឲ្យបងប្អូនស្គាល់ហើយចំណាំទុកទៅចាយើងស្គាល់ថ្នាំឲ្យបានច្រើនវាកាន់តែល្អបើយើងអត់មានស្គាល់ថ្នាំបើស្អីយើងមានបញ្ហាមកពុះប៉ាប់អីភ្លាមចាយើងអត់ដឹងទៅរយណាទេបងប្អូនចាបើយើងស្គាល់យើងយកមកការពារភ្លាមទី1បងប្អូនយកស្លឹកននោងចាននោងដែលគេយកមកផូរផ្លែហ្នឹងចាយកស្លឹកវាទី2យកខ្ជុងវិធីធ្វើបងប្អូនយកស្លឹកននោង3សន្លឹកទៅ4សន្លឹកមកលាងទឹកឲ្យស្អាតបន្ទាប់មកខ្ជុងយើងយកប្រប៉ិនមេដៃមកណាបុកលាយជាមួយនឹងស្លឹកននោងទៅបុកឲ្យម៉ត់ហើយរួចយើងលាយជាមួយទឹកស្អាតយើងមួយកន្លះកៅប៉ុណ្ណឹងមកឬក៏យើងមានទឹកក្តៅយើងដាក់ទឹកក្តៅក៏បានដែរអញ្ចឹងយើងច្រោះយកតែទឹកមកឲ្យអ្នកដែលមានបញ្ហានឹងហូបទៅអ្នកដែលក្តៅខ្លួននឹងហូបទៅវាជួយបញ្ចុះក្តៅបានលឿនឃើញចាស់ពីដើមគាត់តែងតែយកមកឲ្យកូនចៅគាត់ដែលមានបញ្ហាក្តៅបងប្អូនចាក្រោយពេលដែលហូបហើយធ្វើឲ្យកាពះពោះវៀនយើងត្រជាក់ជួយបញ្ចុះក្តៅបានលឿននេះគឺជាថ្នាំឱសថបុរាណខ្មែរយើងពីដូនតាយើងមកបងប្អូន